Hi guys, this is Wat Ampel by Chriep Suo Bang Paon Nyom Wat Ampel by Today is Saturday, March 7, 2026. It's around 1 p.m. New York time. In this video, it's not much. It's just I'm so worried about Khmer people that live inside Cambodia. As you know, since the fighting between United States, Israel against Iran, so I just want Khmer people to be prepared of what is next. So and I'm sorry that I lay down or lie down again because I'm just so tired. Lately I'm at this place and lie down most of the time, and helping you guys watch your videos and do some other works, something like that, but on the laptop or phone, this and that, like a secretary work, but nothing much, and I cannot really lift myself up and sit down properly, this and that, and I'm sorry if you think that this video is inappropriate for you guys to watch. Then just skip it, like I says again and again, that the video at home, if you have a difficulty time to watch or to help out to give me views, something like that, then just skip, just watch whichever video you like, you please, and I'm not going to I could understand there are no hard feeling toward or anything like that. So I just so worry about my country and Khmer people that live there, that live back home. So I just want to update with them, to be aware of what's going on around the world. Thank you guys. បងប្អូនខ្ញុំសុំទោសបើខ្ញុំចេះតែគេនិយាយចេះ ប៉ុន្តែខ្ញុំដូចជាភ័យពេកហើយខ្ញុំក៏គ្មានកម្លាំងតុបតែងខ្លួនហើយអង្គុយដែរ បើខ្ញុំអង្គុយត្រង់អីត្រង់វាចេះចង់ក្អួតព្រោះអីខ្ញុំឈឺច្រើនណាហើយខ្ញុំក៏មិនចង់ឲ្យបងប្អូនឃើញថាខ្ញុំឈឺអីចេះដែរ ប៉ុន្តែវាចៃដន្យអីពេលដែលខ្ញុំបើក YouTube នេះខ្ញុំចង់បញ្យល់ប្រាប់បងប្អូនថាអ្វីទៅមេដឹកនាំយើងធ្វើខុស អ្វីទៅមេដឹកនាំយើងធ្វើត្រូវ ហើយខ្ញុំចង់ឲ្យបងប្អូនរស់ដោយបានសុខសាន្ត ឲ្យបងប្អូនមានភ័ព្វវាសនាដើរលេងមកក្រោមមេឃបានដូចខ្ញុំ ហើយឲ្យមានជីវិតដ៏ស្រស់បំព្រងដូចខ្ញុំ ក្រឬមាន
តែជីវិតស្រស់បំប្រងឲ្យដឹងថាអ្វីទៅសេរីភាពដ៏ស្មោះដូចគេហៅថាស្នេហាដ៏ស្មោះហ៎អញ្ចឹងទេសំទោសចឹងទេថ្ងៃនេះខ្ញុំមិនចង់ចេញមកអីទៀតទេប៉ុន្តែខ្ញុំយល់ថាវាសំខាន់ព័ត៌មានធំម៉ាក្រូមេតនេះបានចេញផ្សាយអស់ហើយកាលពីយប់មិញហើយព្រឹកនេះយើងនៅស្រុកខ្មែរវាផែមួយថ្ងៃកន្លះហើយពីព្រោះអីវាខុសគ្នា2ទៅ4ដណ្ដប់ម៉ោងបានដឹងថារុស្ស៊ីបានជួយឲ្យដល់រឿងសម្ងាត់ខ្លះពីសហរដ្ឋអាមេរិកហើយពីប្រទេសលោកសេរីដូចអ៊ីស្រាអែលអីហ្នឹងទៅអ៊ីរ៉នថាតើការសម្ងាត់តើបងប្អូនដូចថាការសម្ងាត់កេញសម្ងាត់ចឹងណាដើម្បីធ្វើម៉េចឲ្យតទល់ឈ្នះលោកសេរីអីអញ្ចឹងណាហើយគេព្រួយបារម្ភខ្លាំងមែនតើគេព្រួយបារម្ភខ្លាំងហើយមិនត្រឹមតែប៉ុណ្ណោះទេវាមានជាពាក់តាក់ទិននឹង North Korea ខ្លះទៀតប្រហែលគេគិតថាប្រហែលជា North Korea នឹងឲ្យគ្រាប់បែកបដាច់ជីវិតមនុស្សមកឲ្យអ៊ីរ៉ានទៀតខ្លាំងបំផុតដែលគេស៊ើបដឹងក្នុងព្រឹកនេះខ្ញុំបានទទួលព័ត៌មានធំមកខ្ញុំផ្ទុនគ្នាអត់ដាច់សោះក្នុងប្រហែលម៉ោងនេះប្រទេសចិនក្រហមបងប្អូនរុស្ស៊ីក៏វាដូចគ្នាដែរវាមានរុស្ស៊ីសរុស្ស៊ីក្រហមថាចិនបានខ្សិបខ្សប់ក្រោយវាំងននថានឹងប្រហែលជាជួយលុយកាក់មកដល់អ៊ីរ៉ាននឹងទៀតឡោះហើយតាមផ្លូវច្បាប់នេះខ្ញុំនិយាយផ្លូវច្បាប់ប្រាប់ដល់បងប្អូនយើងទាំងអស់គ្នាពេលដែលខ្ញុំចេញវីដេអូនៅផ្ទះខ្ញុំវែកញែកយកផ្លូវច្បាប់មកវែកញែកហើយយករឿងពិតអត់មានអីថាคล้ายអ្វីទេពីព្រោះអីការយល់ដឹងរបស់ខ្ញុំមានកម្រិតខ្ពស់តែវាមិនខ្ពស់អស់ទេណាបងប្អូននៅត្រឹមដូចថាយល់ច្រើនយល់អំពីនយោបាយយល់អំពីច្បាប់ទម្លាប់ច្រើនពីព្រោះអីអាហ្នឹងមកងារយើងពីមុនមកថានឹងតាមផ្លូវច្បាប់វាដូចជាចេញជាផ្លូវច្បាប់ហើយថាប្រទេសប្រមាណដែលមាន nuclear power ដែលមានគ្រាប់បែកដែលបលាយជីវិតមនុស្សបានតែមួយប្រព្រឹត្តភ្នែកប្រទេសក្រហមធំទាំងអស់ហ្នឹងវាចេញមុខមកបន្តិចម្ដងហើយដូចជាប្រកាសផ្លូវការដែរបងប្អូនបើនិយាយផ្សាយព័ត៌មានអស់មកពិភពលោកអញ្ចឹងហើយដូចជាមានលោកជើងចូលមកខាងហើយបងប្អូនគ្រាន់តែវាចូលមិនអស់ដាក់ឈានជើងចូលមកមកខាងហើយដែលខ្ញុំចេញវីដេអូនេះខ្ញុំព្រួយបារម្ភខ្លាំងពីប្រទេសយើងខ្ញុំព្រួយបារម្ភខ្លាំងកាហ្វេបងប្អូន coffee guys ខ្ញុំព្រួយបារម្ភខ្លាំងពីប្រទេសយើងពីព្រោះអីសំទោសពីព្រោះអីប្រទេសយើងវាមុននឹងលោកមហាអំណាចច្បាំងគ្នានេះប្រទេសយើងបានច្បាំងគ្នាជាមួយប្រទេសថៃទៅហើយវាបានចាប់ផ្ដើមរឿងមិនសុខចិត្តគ្នាអីអ្វីហើយលោកហ៊ុនសែនលោកហ៊ុនម៉ាណែតគាត់មិនព្រមដូររាជការ
គាត់មិនព្រមចាប់ផ្ដើមតាំងពីដំបូងតាំងពីមុនថៃវាយយើងគាត់មិនព្រមដាក់អំណាចចុះគាត់មិនព្រមរត់មកឲ្យ UN ជួយហើយគាត់មិនព្រមដោះលែងបងប្អូនយើងទាំងអស់ដែលមិនខុសអីម្ល៉េះហើយគាត់សម្រេចចិត្តថានឹងយកតែផ្លូវមួយវាយជាមួយប្រទេសថៃយកតែផ្លូវមួយនៅកាន់អំណាចគាត់មិនព្រមដោះដូររាជការដោយប្រទេសផ្សេងទេគាត់មិនព្រមទេគាត់ក្រាញហើយអន្តរជាតិក៏គេយល់ឃើញ UN អ្វីក៏គេយល់ឃើញថាលោកហ៊ុនសែនហើយលោកហ៊ុនម៉ាណែតគាត់នឹងមិនចោះចាញ់គាត់នឹងនៅក្រាញលុះត្រាតែខ្មែរយើងអស់ពីលើភពផែនដីនឹងម្ល៉េះហើយបានជាអ្វីកើតឡើងខ្ញុំមិនចង់វែកញែកអីច្រើនទេថាឲ្យឥឡូវហ្នឹងឲ្យយើងប្រយ័ត្នបើការវាយតប់អាមេរិកហើយអ៊ីស្រាអែលនឹងជាមួយទៅលើប្រទេសអ៊ីរ៉ានខ្លាំងក្លាហើយអ៊ីរ៉ានមិនព្រមចោះចាញ់ដោយលោកហ៊ុនសែនហើយលោកហ៊ុនម៉ាណែតនោះវាមានបញ្ហាធំពីព្រោះអីអ៊ីរ៉ានគាត់មានសម្បត្តិធម្មជាតិច្រើនហើយសម្បត្តិធម្មជាតិមហាសាលដែលមកពិភពលោកនេះត្រូវការទី1ទី2គាត់អាចមានលុយកាក់ច្រើនអាចដាក់ទិញទៅប្រទេសក្រហមផ្សេងឲ្យជួយមកដល់គាត់ឲ្យជួយមកដល់គាត់ម្ល៉េះហើយគាត់មានក្រងទី guarantee គេហៅថា guarantee ខ្មែរយើងហៅថាក្រងទីខ្លាំងម្ល៉េះហើយខ្ញុំភ័យគេមិនលក់ពេលខ្ញុំបានទទួលព័ត៌មានព្រឹកមិញអីហ្នឹងយប់មិញអីខ្ញុំថាមិនចង់ចេញវីដេអូប៉ុន្តែខ្ញុំសូមចេញបង្យល់ប្រាប់ដល់បងប្អូនផ្ដាំបងប្អូនហើយពីចេញវីដេអូមួយនេះហើយប្រហែលជាខ្ញុំនឹងផ្អាកចេញហើយលុះត្រាតែខែក្រោយឬក៏សង្គ្រាមនេះវាយចប់ឬក៏ប្រទេសយើងយ៉ាងម៉េចទៀតបានខ្ញុំចេញទៀតពីព្រោះអីខ្ញុំអស់កម្លាំងណាស់ពេលខ្ញុំធ្វើវីដេអូមួយខ្ញុំអត់ចង់បញ្ចេញវីដេអូអីទេប្រហែលខែប្រហែលថ្ងៃនេះពីព្រោះខ្ញុំហត់ពេកហើយខ្ញុំក៏មិនចង់ខ្ញុំក៏គ្មានបានលុយបានកាក់អីដែរហើយមិនមែនថាខ្ញុំគ្មានបានលុយកាក់អីខ្ញុំមិនចង់ធ្វើវីដេអូទេវីដេអូនេះប៉ុស្តិ៍នេះតាំងពីដំបូងមកគឺណែបង្កើតឡើងដើម្បីជួយបង្យល់បងប្អូនទេអត់មានបង្កើតឡើងចង់បានលុយកាក់អីទេប៉ុន្តែដល់ពេលមួយខ្ញុំមកវាហត់ពេកហត់មែនតែនហត់ពេលយើងគិតដល់ស្រុកយើងគិតដល់ខ្មែរយើងរាជខ្មែរយើងហត់ណាបងប្អូនយើងហត់ណាយើងពិបាកចិត្តជំនួសហើយយើងចង់ឲ្យមនុស្សសាសដូចគ្នាពូជសាសដូចគ្នារស់បានល្អហើយមានផែនដីនៅមនុស្សយើងតែអត់មានផែនដីនៅអត់មានប្រទេសនៅយើងយ៉ាប់ប៉ុណ្្នឹងទេឥឡូវបកក្រោយមកវិញប្រទេសលោកមហាអំណាចលោកសេរីទាំងអស់កំពុងតែបារម្ភជាពិសេសសហរដ្ឋអាមេរិកនេះបារម្ភខ្លាំងតែគេមិននិយាយថាគេបារម្ភទេគេចេះតែនិយាយថាគេមិនបារម្ភអញ្ចឹងប៉ុន្តែបារម្ភខ្លាំងប៉ុន្តែទោះបីយ៉ាងម៉េចក៏ដោយដល់ដំណាក់ចុងក្រោយរាជការអាមេរិកមិនបណ្ដោយឲ្យចាញ់សង្គ្រាមបានទេប្រើអ្វីក៏នឹងប្រើដើម្បីការពារពលរដ្ឋរបស់អាមេរិកនៅប្រទេសអាមេរិកនេះពលរដ្ឋគេគឺជាស្ដេចរបស់គេគឺជាមេដឹកនាំរបស់គេពីព្រោះអីគេរស់ដោយសារពលរដ្ឋរបស់គេដូចជាខ្ញុំអីហ្នឹងណាគេនឹងខំការពារពលរដ្ឋរបស់គេកុំឲ្យសាសផ្សេងមកធ្វើបាបបានម្ល៉េះហើយបានជាគេចេញច្បាំងអ្វីទៅលើប្រទេសផ្សេងគេការពារគេពាត់ធ្វើសំណាញ់ពាត់ជាប់មិនឲ្យប្រទេសណាផ្សេងផ្ដេសផ្ដាស់ចូលមកដល់
លើទឹកដីផែនដីនៅសហរដ្ឋអាមេរិកនេះបានទេពីព្រោះអីគេមិនគេពឹងទៅពាក់ទៅលើពលរដ្ឋរបស់គេពលរដ្ឋរបស់គេនោះហើយដែលអ្នករលុយកាក់ចិញ្ចឹមហើយការពារផែនដីសហរដ្ឋអាមេរិកនេះពីព្រោះអីបើគ្មានមនុស្សឆ្លាតឆ្លៀសវៃបើគ្មានពលរដ្ឋចានពលរដ្ឋខ្លាំងទេនោះក៏មិនមានលុយកាក់ឲ្យប្រទេសនោះคล้ายទៅជាមហាអំណាចបានដែរនឹងខ្ញុំនិយាយប៉ុណ្ណឹងហើយខ្ញុំគ្រាន់តែចង់សុំប្រាប់បងប្អូនថាបើចិនហើយនឹងរុស្ស៊ីហើយនឹង North Korea ហើយនឹងប្រទេសក្រហមមួយចំណែកទៀតហ៊ានលោកជើងចូលទាំងពីរគឺប្រហែលជាសង្គ្រាមលោកនឹងផ្ទុះហើយបើសង្គ្រាមលោកកើតឡើងដោយសាររុស្ស៊ីចិនហើយ North Korea លោកជើងចូលទាំងពីរនោះខ្ញុំពិតប្រាកដណាស់នោះប្រទេសថៃនឹងវាយប្រទេសយើងហើយពីព្រោះអីខ្ញុំយល់ថាមេដឹកនាំយើងគាត់ច្បាស់ជានៅខាងក្រហមហើយនៅខាងចិនហើយគាត់ច្បាស់ជានៅខាងនឹងហើយពីព្រោះអីអ្វីបានខ្ញុំហ៊ានថាអញ្ចឹងពីព្រោះខ្ញុំមកដល់ឥឡូវនេះតាំងពីគាត់វាយជាមួយថៃលើកទី1ឬក៏មុនវាយជាមួយថៃបន្តិចបន្តួចគាត់អត់មានចិត្តមេត្តាដល់ផែនដីយើងហើយបងប្អូនខ្មែរយើងទាំងអស់ដែលរស់នៅលើផែនដីយើងទេហើយគាត់មិនខ្វល់អំពីរាជខ្មែរយើងទេបានជាគាត់រើសយកផ្លូវវាយជាមួយប្រទេសថៃហើយគាត់ចង្អុលកំហុសទៅដាក់គេតែរឿងកន្លងផុតមកគាត់អត់មានមើលដល់ខ្លួនគាត់អីទេអានឹងហើយតាមខ្ញុំមើលគាត់នឹងមិនងាកមកលោកសេរីទេបើសង្គ្រាមលោកកើតឡើងពីព្រោះអីគាត់នៅចង់កាន់អំណាចបើគាត់ងាកមកលោកសេរីគាត់ត្រូវដោះលែងបងប្អូនខ្មែរយើងមិនខុសអីទាំងអស់ហើយគាត់ត្រូវបោះឆ្នោតត្រឹមត្រូវអ្វីគាត់ត្រូវប្រកាសមកដល់លោកសេរីហើយក៏គាត់ប្រកាសជាពិសេសលោកហ៊ុនសែនគាត់ត្រូវប្រកាសលុបនៅទល់ដែនអ្វីជាមួយយួនក្រហមថៃក្រហមទាំងអស់តាមខ្ញុំមើលលោកហ៊ុនសែនគាត់នឹងមិនធ្វើដូច្នោះទេគាត់នឹងប្រហែលជាបើសិនណាសង្គ្រាមលោកកើតឡើងគាត់នឹងទៅខាងក្រហមហើយអាហ្នឹងទី1ទី2ថៃនឹងវាយចូលបើថៃវាយចូលថៃនឹងវាយចូលយកខេត្តក្រុងណាដែលគេគិតឃើញថារបស់គេហើយជាពិសេសកោះគេមិនយកតែមួយទេប្រហែលជាគេយកលើសពី1តាមដែលខ្ញុំមើលហើយជាពិសេសផែនទឹកដែលមានសម្បត្តិធម្មជាតិមហាសាលរបស់ខ្មែរយើងនឹងច្បាស់ជាគេនឹងយកហើយខ្ញុំបារម្ភខ្លាំងណាស់ពីព្រោះអីបើសង្គ្រាមលោកកើតឡើងហើយថៃវាយចូលទៅយើងថៃច្បាស់ជាឈ្នះពីព្រោះអីនៅក្រៅវាំងននមិត្តភ័ក្តិឆ្លាតឆ្លៀសវៃរបស់ខ្ញុំបានស៊ើបដឹងថាថៃនៅខាងលោកសេរីហើយមហាអំណាចលោកសេរីធំនៅពីក្រោយខ្នងថៃហើយនឹងជួយដល់ប្រទេសថៃហើយបើសង្គ្រាមលោកនេះផ្ទុះឡើងលោកសេរីឈ្នះដូចជាសហរដ្ឋអាមេរិកឈ្នះហើយខាងម្ដុំយេរូផេនថាលោកសេរីហ្មងណាឈ្នះជាពិសេសសហរដ្ឋអាមេរិកហើយអ៊ីស្រាអែលនេះឈ្នះនោះបើថៃវាយបានយកខេត្តក្រុងអ្វីដែលគេចង់យកពីប្រទេសយើងណានោះគេយកបានជាផ្លូវការហើយផ្លូវច្បាប់
គេមិនឲ្យមកយើងវិញអស់មួយជីវិតក៏បានដែរពីព្រោះអីយើងចាញ់សង្គ្រាមបើពេលនោះកើតឡើងមែនណាយើងចាញ់សង្គ្រាមខ្ញុំមិនឃើញផ្លូវអ្វីថាលោកហ៊ុនសែននឹងឈ្នះបានលោកហ៊ុនសែនលោកហ៊ុនម៉ាណែតនឹងឈ្នះបានទេពីព្រោះអីបើគាត់ជ្រើសរើសយកផ្លូវក្រហមគាត់នឹងវិនាសលុះត្រាតែគាត់ដោះលែងខ្មែរយើងអ្វីទាំងអស់ហើយងាកមកលោកសេរីហើយប្រកាសហ្មងមុននឹងសង្គ្រាមលោកនេះកើតឡើងឥឡូវខ្ញុំសូមប្រាប់បងប្អូនតាមផ្លូវច្បាប់វាអញ្ចឹងហើយបើសិនណាសង្គ្រាមលោកកើតឡើងថៃវាយមិនមែនយួនក្រហមវាយចូលប្រទេសយើងទៀតទេម្ដងនេះគឺថៃហ្មងមកក្រមមេឃនេះមិត្តភ័ក្ដិខ្ញុំប្រាប់ហើយមានតែប្រទេសថៃមួយទេដែលវាយចូលប្រទេសយើងបានលើកនេះហើយនឹងកាត់យកអ្វីហើយយកច្រើនហ្មងយកដែលគេនឹកឃើញថាផែនដីគេពីមុនមកដែលបាត់បង់ទៅលើទឹកដីរបស់យើងខ្ញុំភ័យខ្លាចតែគេយកសៀមរាបទៀតពីព្រោះសៀមរាបអង្គរវត្តវាមានប្រវត្តិសាស្ត្រដែលយើងស្ដេចយើងលួងយើងដោះដូរជាមួយប្រទេសថៃដែលដោះដូរដើម្បីឲ្យបាននៅគង់វង្សមកដល់សប្តាហ៍ថ្ងៃខ្ញុំភ័យបើថៃគេវាយយកបានសៀមរាបនោះមែនណាគឺប្រទេសយើងសល់តូចហ្មងវាមិនកើតទៅជាប្រទេសមួយទេពេលនោះចិននឹងយកបានប្រទេសយើងហើយអន្តរជាតិឆ្លាតឈ្លាសវៃប្រាប់ខ្ញុំអញ្ចឹងមិនបានចិនមានសិទ្ធិយកប្រទេសយើងបានដាក់ទៅជា state គេឬក៏លក់ឲ្យទៅយួនក្រហមក៏បានលក់ទៅឲ្យរុស្ស៊ីក៏បានលក់ទៅឲ្យមហាអំណាចណាមួយក៏បានដោយសារលោកហ៊ុនសែនហើយរាជការរបស់គាត់ហើយលោកហ៊ុនម៉ាណែតនឹងជាពាក់លុយកាក់ចិនច្រើនពេកខ្ចីគេបំណុលច្រើនពេកមកពិភពលោកនេះគឺប្រទេសយើងរាជការហ៊ុនសែននឹងរាជការគេហៅថា CPP ហ្នឹងជាពាក់លុយចិនច្រើនជាងគេប្រទេសយើងជាពាក់ច្រើនជាងប្រទេសណាទាំងអស់ពីព្រោះចិនគេឲ្យខ្ចីហើយគេមិនដកជើងថយទេឲ្យខ្ចីហើយនៅខ្ចីច្រើនហើយចុះនៅការប្រាក់ទៀតអីទៀតហើយអារកស៊ីផ្លូវល្ងឹតជាមួយគេទៀតម្ល៉េះហើយមិត្តភ័ក្តិឆ្លាតឆ្លៀសវៃរបស់ខ្ញុំគេមើលឃើញអញ្ចឹងហ្មងគេមើលឃើញថាប្រទេសយើងបើរលាយគឺរលាយពេលបើសិនណាមានសង្គ្រាមលោកកើតឡើងថៃនឹងវាយចូលពិតប្រាកដហើយมันអាចយួនក្រហមមកជួយដូចមុនបានទេបើសិនណាយួនក្រហមមកជួយដូចមុនក៏មានគ្រោះថ្នាក់ខ្លាំងដែរអាមេរិកមិនឲ្យយួនក្រហមរួចខ្លួនទេពីព្រោះអីថៃឥឡូវចាប់យកលោកសេរីហើយចាប់យកលោកសេរីខ្ញុំច្បាស់ពិតប្រាកដណាស់ដែលខ្ញុំប្រាប់ក្នុងវីដេអូនេះហើយចិនក្រហមក៏មិនអាចដាក់តបឬក៏បកគលអ្វីមកឲ្យខ្មែរយើងផ្ដាស់ដែរពីព្រោះអីគេខ្លាចអន្តរជាតិលោកសេរីចាប់នៅកំហុសគេបានហើយធ្វើបាបដល់ទានៅសំណល់ដែលអាមេរិកហើយលោកសេរីបានជួយការសង្គ្រាមលើកទី2ម្ល៉េះហើយគេអត់ហ៊ានធ្វើអីផ្ដេសផ្ដាស់ទេហើយលោកហ៊ុនសែនហើយលោកហ៊ុនម៉ាណែតមើលទៅគាត់មិនងាកមកលោកសេរីទេបើគាត់ងាកមកគាត់ដោះលែងអ្វីគាត់ចេញប្រកាសហើយមកដល់ពេលនេះនៅតែអត់ហើយបងប្អូននឹងវេទនាធំឥឡូវនេះខ្ញុំសូមឲ្យបងប្អូនប្រយ័ត្នបន្តិចទៀតទៅបើសិនណាសង្គ្រាមអាមេរិកហើយអ៊ីស្រាអែលនេះនៅតែវាយយូរទៅហើយចិនហើយរុស្ស៊ីលោកជើងចូលនោះវាពិបាកសាំងតែពេលសាំងឡើងអវ៉ាន់អ្វីក៏ឡើងថ្លៃដែរមកក្រមមេឃនេះហើយជាពិសេសប្រទេសយើងរត់អត់រួចទេពីព្រោះអីមេដឹកនាំយើងហ្នឹងវាអត់គិតដល់ផែនដីយើងអត់គិតដល់រាជយើងទេវាអត់បានប្រុងប្រៀបអ្វីទុកទេអត់បានប្រុងប្រៀបស្បៀងទុកឲ្យបងប្អូនយើងទេស្បៀងមានន័យទាំងអស់ហ្មងទាំងសាំងទាំងអ្វីទាំងអស់ហ្នឹងវាអត់មានប្រុងប្រៀបដោយប្រទេសផ្សេងទេដោយប្រទេសលោកសេរីទេប្រទេសលោកសេរីទោះបីយ៉ាងម៉េចគេប្រុងប្រៀបទុកពី3ខែទៅ1ឆ្នាំ2ឆ្នាំហើយប្រទេស
យើងគឺអត់ទេពីព្រោះមេដឹកនាំនឹងវាឈួតហ្មងមេដឹកនាំហ៊ុនសែនហ៊ុនម៉ាណែតហើយ CPP ហ្នឹងពីទី1ដល់ទី6ហ្នឹងវាឈួតហ្មងបូកសរុបទាំងស្ដេចផែនដីពីអ្នកម៉ែកូននឹងទៀតវាឈួតស្ដេចវាមានអាក្រក់វាមានល្អប៉ុន្តែស្ដេចផែនដីពីអ្នកម៉ែកូននឹងវាអាក្រក់វាប្លន់យកអំណាចបងប្អូនវាលើកបន្តវាអាយ៉ងបងប្អូនមិនបានថាវាអាយ៉ងដោយសារវានាំគេមកកាប់ស្លាប់ពួកយើងហើយឲ្យលេបយកទឹកដីយើងហើយវាយកផលផ្លែផ្កាដែលយើងធ្វើបានតាំងពីជំនាន់អាប៉ោតមកដល់ឥឡូវយកទៅឲ្យប្រទេសអ្នកដែលវាពឹងឲ្យគេជួយហ្នឹងបងប្អូនអាហ្នឹងហើយគេហៅថាអាយ៉ងកូនកំមុំតុកតាបងប្អូនពីព្រោះអីវាអត់មានសមត្ថភាពខ្លួនវាអត់បានរៀនចេះដឹងវាអត់ចេះបង្កើតអីទាំងអស់ឲ្យបានរីកចម្រើនឲ្យការពារផែនដីយើងវាគិតថាមិនមែនរបស់វាលក់ចឹងហ្មងបងប្អូនមិនមែនរបស់វាលក់ហើយវាមកក្រោយវាថាគេធ្វើខុសវាធ្វើត្រូវគេធ្វើខុសវាធ្វើត្រូវមិនបើវាមកក្រោយវាកើតក្រោយម្លោះហើយវាពិបាកនិយាយណាបងប្អូនយកផ្លូវច្បាប់ផ្លូវអីមកវែកញែកវាពិបាកនិយាយអញ្ចឹងខ្ញុំសូមឲ្យបងប្អូនយើងប្រយ័ត្នប្រយែងរឿងលុយកាក់អ្វីមែនតែនបើមានអ្វីដូរយកលុយកាក់អាមេរិកទុកខ្លះទៅហើយខំធ្វើអីសំស្បៀងអីទុកខ្លួនឯងទៅរឿងសាំងរឿងអីអត់ក៏កុំព្រួយយើងពីមុនដើរបានអីវ៉ាន់ដើរបានអីបានជិះកង់បានយើងជិះកង់អ្វីខ្លះទៅដើរទៅបើកអទេសអ្វីខ្លះទៅឥឡូវខ្ញុំគ្រាន់តែសូមឲ្យបងប្អូនប្រយ័ត្នថាលោកហ៊ុនសែនគាត់ប្រហែលជារើសយកក្រហមហើយគាត់មិនរើសយកទេហើយបើថាថៃវាយចូលបងប្អូនត្រូវតែរត់ពួនទៅកុំទៅវាយកុំអីផ្ដេសផ្ដាស់ហើយកុំនៅខាងលោកហ៊ុនសែនបើយកល្អខ្ញុំសូមអង្វរឲ្យបងប្អូនយើងឲ្យទាហានដែលមានចិត្តស្មោះសរនឹងផែនដីខ្មែរនឹងរាជដីខ្មែរនឹងក្រុមគ្រួសាររបស់បងប្អូនទាញលោកហ៊ុនសែនលោកហ៊ុនម៉ាណែតទម្លាក់ចុះមកហើយបើមិនហ៊ានទាញគាត់ទម្លាក់ចុះក៏កុំគាំទ្រគាត់ពេលដែលមានការវាយតប់អីនាំគ្នារត់ទៅនាំគ្នាដោះទឹកអាវទាហានបោះចោលហើយរត់ទៅក្រុមគ្រួសារទៅគ្មានអ្នកណារកឃើញអ្វីគ្មានអ្នកណាកាត់ទោសអីទេបើយើងអត់មានក្អាវទាហានពាក់អត់មានកាន់កំភ្លើងយើងនៅជាមួយកូនចៅប្រពន្ធកូនយើងម្ដាយឪពុកយើងពេលដែលចលាចលនោះគ្មានអ្នកណាគេយកទោសយកភ័យរាជសាមញ្ញធម្មតាទេបើគេយកទោសយកភ័យគេចាប់ចងយើងស្លាប់យើងវាខុសច្បាប់ប្រទេសហើយច្បាប់អន្តរជាតិគេវាយតែអ្នកតដៃទេគេវាយតែអ្នកពាក់ឯកសន្តានហើយអ្នកកាន់កំភ្លើងទេគេមិនធ្វើបាបដល់រាជសាមញ្ញធម្មតាទេបើវាមានការខុសឆ្គងអីដោយសារចៃដន្យនៃមួយគេគ្មានបំណងទេពេលសង្គ្រាមមួយគេមិនដែលមានបំណងចង់ស្លាប់ដល់មនុស្សធម្មតាទេគេទុកមនុស្សហ្នឹងដើម្បីរកលុយរកកាក់ចិញ្ចឹមឬក៏ផ្ដល់មកឲ្យគេវាយតែជាមួយអ្នកពាក់ឯកសន្តានហើយអ្នកកាន់កំភ្លើងនោះទេហើយរាជការនោះទេមេដឹកនាំធំនោះទេរីឯមនុស្សធម្មតាគេមិនវាយទេពីព្រោះអីវាខុសច្បាប់ទម្លាប់អញ្ចឹងខ្ញុំសូមឲ្យបងប្អូនខ្មែរយើងប្រយ័ត្នរឿងលុយកាក់ដូរលុយអាមេរិកកាំងទុកខ្លះទៅហើយឲ្យប្រយ័ត្នស្បៀងអ្វីទៅហើយសាំងអីបើអត់ក៏មិនបាច់សម្រុកទិញទុកអីដែរយើងពីមុនយើងរស់កើតអត់មានសាំងឥឡូវក៏យើងរស់កើតបានដែរតែខ្ញុំសូមអង្វរឲ្យបងប្អូនខ្មែរទាំងអស់និយាយមកកាន់លោកសេរីពីព្រោះអីខ្ញុំដឹងច្បាស់ណាស់ថាលោកសេរីនឹងឈ្នះទៀតហើយក្រហមនឹងចាញ់ហើយតែសង្គ្រាមទាំងអស់នេះបើវាកើតឡើងសង្គ្រាមធំមែនខ្ញុំមិនដឹងថាវាបញ្ចប់ទៅយ៉ាងម៉េចហើយក្រហមវាចាញ់ទៅយ៉ាងម៉េចទេតែឈាមនឹងហូរហើយប្រទេសយើងក៏ដូចគ្នាហើយខ្ញុំជឿជាក់ថាថៃនឹងវាយចូលយកហ្មងយកកន្លែងដែលគេថាប្រហែល100ឆ្នាំមុនដែលគេយល់ថាយើងទៅដើមពីគេតាមការពិតមិនមែនសោះហើយខ្ញុំ
ភ័យថាគេនឹងវាយយកសៀមរាបនឹងហ្មងពីព្រោះអីវាមានប្រវត្តិសាស្ត្រវាមានរឿងរ៉ាវមកដែលបងប្អូនខ្មែរមិនដឹងថាថៃបានសៀមរាបនឹងវាបានមកលើយើងវិញអ្វីហើយសៀមរាបនឹងវាមានប្រវត្តិសាស្ត្រថាថៃពីមុនមកច្បាំងឈ្នះពួកយើងមែនតែស្ដេចរបស់យើងដូរទៅឲ្យរាជការថៃប៉ុន្តែខ្ញុំអត់មានពេលនិយាយពេលនេះចាំពេលក្រោយប៉ុន្តែខ្ញុំភ័យណាស់ខ្ញុំភ័យហើយតែពេលនោះមកដល់ទោះបីបងប្អូនគណៈបកផ្សេងហើយបងប្អូនខ្មែរនៅក្រៅស្រុកមកជុំវិញផែនដីនេះណាបូកសរុបតាំងគេហៅថារាជការ23តុលាអីវៃទាំងអស់បងប្អូនកសែតអ្វីពេលនោះមកដល់បើសិនណាថៃវាវាយយកបានណាហើយសង្គ្រាមលោកផ្ទុះឡើងហើយលោកសេរីឈ្នះថៃនឹងយកទៅរហូតហើយទោះបីបងប្អូនយើងមកជុំវិញផែនដីហ្នឹងបារាំងអ្វីសុំមកឲ្យប្រទេសយើងវិញក៏សុំអត់បានដែរពីព្រោះអីវាពេញក្របខ័ណ្ឌពេញច្បាប់ទម្លាប់ពីព្រោះអីមេដឹកនាំយើងទៅចូលក្រហមអាហ្នឹងខ្ញុំភ័យកន្លែងហ្នឹងភ័យមែនតែនហើយទោះបីខាងជំទាវមូលសុខហួរអាយដាមសាមរងស៊ីខ្មែរនៅមកជុំវិញស្រុកហ្នឹងប្តឹងទៅតុលាការមិនក៏ប្តឹងយកអត់បានពីព្រោះអីយើងចាញ់សង្គ្រាមលោកបើសិនណាពេលនោះមកដល់នេះខ្ញុំឧទាហរណ៍ប្តឹងអត់បានទេពីព្រោះអីយើងចាញ់លោកសេរីឈ្នះតែសង្គ្រាមលោកកើតឡើងថៃវាយយកថៃឈ្នះហើយថៃនៅខាងលោកសេរីគេយកហ្មងគឺគេយកគេមិនឲ្យមកយើងវិញទេម្ល៉េះហើយខ្ញុំអានឹងតាមច្បាប់តាមក្រិតក្រមតាមក្រមបងប្អូនម្ល៉េះហើយខ្ញុំបារម្ភខ្លាំងមែនតែនហើយសួរថាហ៊ុនសែនហ៊ុនម៉ាណែតគាត់ខ្វល់ខ្វាយគាត់មិនខ្វល់ខ្វាយទេពីព្រោះអីគាត់ចង់បានអំណាចគាត់មិនខ្វល់ទេពីព្រោះគាត់កើតមកពីតកូលទៀបថោកទៀបទៅហើយពីមុនគាត់ថោកទៀបដល់គាត់ឡើងមកបានហើយគាត់មិនខ្វល់ណាទាំងអស់គាត់រត់តែមិនខ្វល់ណាទេគាត់រត់តែអាងយ៉ាងតាមម្នាក់គាត់ហើយទោះបីតែគាត់ធ្លាក់ទៅវិញថោកទៀបក៏គាត់មិនខ្វល់អ្នកណាដែរអ្នកណាមិនរាប់អានគាត់ក៏ហីទៅគាត់មិនខ្វល់ទេបងប្អូនឃើញសពថ្ងៃហ្នឹងឯងពេលដែលគាត់មកពីថោកទៀបគាត់ឡើងទៅបានថ្លៃធ្នូបានអ្វីគាត់មិនខ្វល់ពីអ្នកណាទាំងអស់អ្នកណាមិនរាប់អានគាត់ក៏គាត់មិនខ្វល់ដែរគាត់ជន់គេជន់ឯងទាំងអស់គាត់និយាយភាសាថោកទាបកតិចមនុស្សទាំងអស់ម្ល៉េះហើយបើសិនណាគាត់ធ្លាក់ទៅវិញក៏គាត់ថោកទាបក៏គាត់មិនខ្វល់ដែរគាត់ចរិតគាត់វានៅតែអញ្ចឹងម្ល៉េះហើយគាត់មិនខ្វល់ថាប្រទេសយើងបាត់ទៅលើដៃអ្នកណាហើយរាជខ្មែរយើងដើរនៅគ្រប់ស្រុកដូចកាលពូជសាសជូវីសពីមុនមកទេគាត់មិនខ្វល់ទេគាត់មិនខ្វល់ថាគាត់ធ្វើឲ្យយើងដូចឆ្នោហើយប្រទេសយើងរលាយដោយសារស្នាដៃគាត់ហើយកូនគាត់មិនខ្វល់ទេពីព្រោះអីគាត់មិនអ្នករកប្រទេសនឹងបានមកគឺជីដូនជីតាយើងពីមុនមកម្ល៉េះហើយខ្ញុំភ័យណាស់បងប្អូនខ្ញុំភ័យខ្ញុំខំបន់ស្រន់តែធ្វើម៉េចកុំឲ្យសង្គ្រាមលោករៀលដាលមកជុំវិញផែនដីនេះបើរៀលដាលប្រទេសយើងនឹងបាត់បង់ពេលនេះហើយនឹងបាត់បង់ហ្មងបងប្អូនពីព្រោះអីពេលនោះសល់បន្តិចបន្តួចចិនក្រហមគេចាំតែឲ្យថាសល់បន្តិចបន្តួចគេកាត់យកអាថ្លៃដែលយើងជពាក់គេហើយការពីលើហ្នឹងណាហើយដែលយើងរកស៊ីផ្លូវល្ងិតពីក្រោយវាំងននណាដែលហ៊ុនសែនហ៊ុនម៉ាណែតរកស៊ីពីក្រោយវាំងននជាមួយចិនជីអីទាំងអស់ហ្នឹងណាម្ល៉េះហើយវាទៅផ្លូវហ្នឹងមិត្តភ័ក្ដិខ្ញុំថាឲ្យប្រយ័ត្នមែនតើណាខ្ញុំចេញវីដេអូនេះប្រាប់បងប្អូនខ្មែរថាឲ្យប្រយ័ត្នថាឥឡូវនយោបាយវាតឹងហ្មងសហរដ្ឋអាមេរិកនេះDonald Trumpកុំថាគាត់មិនភ័យគាត់ភ័យហើយគាត់និយាយអួតអាងអញ្ចឹងដើម្បីកុំឲ្យខ្មាំងសត្រូវកុំឲ្យអ៊ីស្រាអែលឬក៏ពួកក្រហមមើលងាយមកដល់លោកសេរីប៉ុន្តែចុងក្រោយបំផុតគឺលោកសេរីមិនឲ្យលោកក្រហមឈ្នះទេមិនឲ្យទេពីព្រោះអីពីមុនមកដោយចេះអនុញ្ញាតឲ្យក្រហម
การกลับสระมวยโยธากระหอมมันชิชวนมันปลุกละรวยให้มันกลับสลับปันตายกิโยนเข้ากิโวดเข้าแล้วให้เกมันเอากระหอมเธอบานชีเลิกตีปีเต้กิฮาวท่าthey not going to give red country communist country party a second chance จังมาวังอ่ะบองปอนจังยังซ้ำไอ้บองปอนประหยัดแมนเตนให้กลมในข้างหลกคนซ้ายหลกคนมาไหนแต่ซอกเตียงกอดตำแหละเจ้าใต้เบอร์เตียงกอดตำแหละชอบมันบ้านในสเกียมนอนเนี่ยใบขนองดักปวกกอดตื้อให้บอสงครีมโลกกาดล้างเอาดอกเอาแต่เฮียนรถมาบองปอนประปนโกนตื้อตัวใบยืงคอมต่อสู้สลับออกมาประเทศนังเตียดนะก็สลับเขมียนบานกาได้ไปพรุแต่กวาดโจกระหอมกระหอมนังจันให้ไปยืงคอมตื้อรถต่อตื้อยืงในยอชีวิตในรัวเต้าบ่ยืงดังถ้าภายในนั่งโดยยมปรับจังไงยืงยอชีวิตในรัวตื้อดาวสัตว์จัดโดยยมก็มันไอ้ได้เอาแต่ชีวิตในรัวตื้อปุ๋ยโปรไอ้เมดักนอมนั่งเวียโคตรนะบองปอนจังยมสมออกคนชาสมจำเรียบเลี่ย